តើអាមេរិកត្រៀមខ្លួនយ៉ាងដូចម្តេចប្រសិនបើមានសង្គ្រាមលោកលើកទី3ឬសង្គ្រាមនុយក្លេអ៊ែរនេះបានដឹងរួចទៅហើយថាពិភពលោកបច្ចុប្បន្នមានភាពតានតឹងយ៉ាងខ្លាំងជាក់ស្ដែងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននៅតំបន់អឺរ៉ុបនិងសង្គ្រាមរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់នៅមជ្ឈមបូព៌ាហើយក៏មានភាពតានតឹងផ្សេងៗទៀតនៅជុំវិញពិភពលោកដូចជាបញ្ហាកោះតៃវ៉ាន់ជាដើមដូច្នេះពិភពលោកទាំងមូលអាចនឹងមានប្របាបដែលអាចកើតមានសង្គ្រាមនុយក្លេអ៊ែរហ្នឹងគឺខ្ពស់មែនទែនឥឡូវយើងមកមើលរបស់លេងអាមេរិកសម្រាប់បន្តពេលសង្គ្រាមនុយក្លេអ៊ែរកើតឡើងនោះគឺយន្តហោះសម្រាប់ថ្ងៃអវសានពិភពលោក The Doomsday Plane យន្តហោះនេះមើលទៅហាក់ដូចជាធម្មតាប៉ុន្តែប្រសិនបើវាហោះឡើងលើមេឃនោះមានន័យថាទីបញ្ចប់នៃពិភពលោកអាចនឹងខិតជិតមកដល់ហើយយន្តហោះ E-4B Sniper របស់កងទ័ពអាកាសសហរដ្ឋអាមេរិកឬត្រូវបានគេស្គាល់ថាជាយន្តហោះសម្រាប់ថ្ងៃអវសាននៃពិភពលោកវាត្រូវបានបង្កើតឡើងដើម្បីដឹកជញ្ជូនប្រធានាធិបតីសហរដ្ឋអាមេរិកនិងថ្នាក់ដឹកនាំយោធាកម្ពុជាក្នុងកំឡុងពេលមានសង្គ្រាមនុយក្លេអ៊ែរហើយវាត្រូវបានកែច្នៃចេញពីយន្តហោះ Boeing 747ប៉ុន្តែត្រូវបានដំឡើងសមត្ថភាពឲ្យអាចហោះឡើងពីផ្លូវរត់ខ្លីៗសូម្បីតែស្ថិតនៅក្នុងស្ថានភាពបបោក៏ដោយហើយអ្វីដែលពិសេសវាមិនមានបំពុលទេវាមានតែសត្វតកាពីកម្ដៅយ៉ាងក្រាស់ដែលត្រូវបានរចនាឡើងដើម្បីរស់រានពីការផ្ទុះនុយក្លេអ៊ែរម្យ៉ាងវិញទៀតម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនទាំងអស់របស់វាត្រូវបានបញ្ឆេះ24ម៉ោងលើ24ម៉ោងក្នុងរយៈពេល7ថ្ងៃដើម្បីត្រៀមខ្លួនជានិច្ចនៅក្នុងបន្ទប់បញ្ជាសង្គ្រាមលើអាកាសដែលបំពាក់ដោយឧបករណ៍ពេញលេញសម្រាប់ធ្វើការសម្រេចចិត្តរឿងនុយក្លេអ៊ែរភ្លាមៗហើយអ្វីដែលកាន់តែពិសេសនោះវាមានផ្ទុកនៅវ៉ាលីនុយក្លេអ៊ែរដែលមានកូដសម្រាប់បាញ់បង្ហោះមីស៊ីលដែលអាចបំផ្លាញភពផែនដីទាំងមូលបាន